បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជនរួមជាតិជាទីស្នេហាឃើញថាស្ថានភាពនិងការដុតកម្លោចរបស់អ្នកសារព័ត៌មានថៃមកលើកម្ពុជាកាន់តែបន្តធ្វើការញុះញង់ទៀតហើយហេតុអីបានខ្ញុំនិយាយអញ្ចឹងពីព្រោះថារាល់ថ្ងៃនេះពីមួយថ្ងៃទៅមួយថ្ងៃខាងសារព័ត៌មានថៃជាពិសេសជនចូលនិយមមួយចំនួននៅក្នុងប្រទេសថៃមិនថាអ្នកនយោបាយឬក៏អ្នកណាទេកំពុងតែផ្សាយព័ត៌មានក្នុងការដែលញុះញង់ផ្សាយព័ត៌មានមួលបង្កាច់បង្ខូចកម្ពុជាទៀតហើយតើនេះជាវិជាជីវៈអ្នកសារព័ត៌មានឬយ៉ាងណាពីព្រោះថាអ្នកសារព័ត៌មានថៃមិនថាអាមេរិក TV ឆុង8ឬក៏ប៉ុស្តិ៍អីមួយចំនួន36ប្រទេសព្យាយាមក្នុងការដែលផ្សាយព័ត៌មានមិនថាថៃរដ្ឋមិនថាអីយូរទៅខ្ញុំយល់ឃើញថាអ្នកសារព័ត៌មានរបស់ប្រទេសថៃហាក់បីដូចជាក៏ក្លឿនពេកហើយតើធ្វើព័ត៌មានញុះញង់ដល់ពេលណាផ្សព្វផ្សាយនៅរឿងមិនពិតដល់ពេលណាទៀតឥឡូវនេះហ្នឹងគឺផ្សាយចោទប្រកាន់មកថាកម្ពុជានឹងបើកឆាកវាយប្រហារនៅថ្ងៃទី8កុម្ភៈនេះខាងមុខនេះខាងស្អែកយើងនេះគឺចោទប្រកាន់ថាកម្ពុជានឹងបើកឆាកវាយប្រហារត្រៀមខ្លួនក្នុងការបើកឆាកវាយប្រហារទៅលើខាងភាគីថៃនៅថ្ងៃ8ពីព្រោះថ្ងៃទី8កុម្ភៈ2021យើងនៅស្រាប់ហើយជាថ្ងៃបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសថៃអញ្ចឹងខ្ញុំបានធ្វើព័ត៌មានតេតិនថៃឈ្មោះទៅរកការបោះឆ្នោតនៅក្នុងប្រទេសថៃច្រើនលើកច្រើនសារហើយថាបកនយោបាយរបស់ថៃហ្នឹងគឺតែងតែទាញយកកម្ពុជាធ្វើជាចំណាត់ខ្មាំងហ្នឹងដើម្បីចំណេញស្លឹកឆ្នោតរបស់ខ្លួនដើម្បីឲ្យមានការគ្រប់គ្រងពីសំណាក់ប្រជាពលរដ្ឋថៃទង្វើរបៀបនេះគួរតែបញ្ចប់ថៃគួរតែបញ្ចប់ជាពិសេសនោះអាម៉ាស៊ីមួយខ្ញុំប្រើពាក្យអាម៉ាស៊ីមួយឈ្មោះរាំងស៊ីប្រធានគណៈបកសេដ្ឋកិច្ចរបស់ថៃលេខរៀងទី11នោះអាលេខរៀងទី11នេះឆ្កែសុតមកអានោះនិយាយញុះញង់ថាសម្ដេចតេជោបានយកយន្តហោះទៅដឹកទាហានស៊ីឈ្នួលពីអាហ្វ្រិកខាងត្បូងពីអីមកហូហែចោតប្រកាន់សួរថាមានផុសតាងអត់ហើយថាកម្ពុជាលួចទិញអាវុធសម្ងាត់ពីទីផ្សារងឹតទីផ្សារអីណានៃហើយថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការដែលជីកលៀនឋានជីកអីដើម្បីនឹងវាយប្រហារមកលើថៃនៅថ្ងៃទី8កុម្ភៈខាងមុខនេះអាម៉ាស៊ីរាំងស៊ីហ្នឹងអានេះញយដងអានោះឧត្តមសេនីយ៍ឯករាំងស៊ីប្រធានគណៈបកសេដ្ឋកិច្ចរបស់ថៃអាលេខរៀងទី11ឆ្កែសុតហ្នឹងអានឹងប្រមាថមើលងាយកម្ពុជាឌៀលប្រមុខរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំកម្ពុជាហើយវាអសបាយនឹងក៏ក្លឿនជាមួយទង្វើឈ្លានពានដែលខុសច្បាប់របស់វាកន្លងមកអញ្ចឹងអានេះមើលទៅកម្ពុជាមានពិតប្រហែលជានៅមិនយូរទេបើវានៅតាប្រមាថការទៀមមកលើកម្ពុជាខណៈដែលកម្ពុជាជាជនរងគ្រោះហើយរត់ទៅរកផ្លូវច្បាប់អញ្ចឹងបើថៃប្រកាសក្តែងថាត្រូវការសន្តិភាពនិងចរចាដោយសន្តិវិធីមែនគួរតែបំបិទមាត់ពួកផ្សព្វផ្សាយព័ត៌មានមិនពិតនិងព័ត៌មានញុះញង់ដើម្បីបំផោងស្ថានភាពនិងពួកមួយប្រកាច់កម្ពុជាថាកម្ពុជាទៅហៅទាហានស៊ីឈ្នួលយកយន្តហោះទៅទួលទាហានស៊ីឈ្នួលនៅណានៅខ្ញុំខ្ជិលទៅនិយាយតាមវាប៉ុន្តែថាទិញអាវុធពីទីផ្សារងឹតអីហ្នឹងប្រយ័ត្នបើអត់មានផុសតាងទេប្រយ័ត្នកុំចោតប្រកាន់ដោយគ្មានផុសតាងរបៀបនេះជាទង្វើមួយគេហៅថាអមនុស្សធម៌មែនតើមកនិយាយទៅខ្ញុំមើលជនជាតិថៃនិងព័ត៌មានរបស់ជនជាតិថៃដែលផ្សព្វផ្សាយពាក់ព័ន្ធជាមួយកម្ពុជារាល់ថ្ងៃគឺខ្ញុំស្ដាប់ទៅជ្រេញហើយខ្ញុំធុញហើយខ្ញុំមិនចង់ធ្វើវីដេអូនេះដើម្បីនឹងនិយាយពីពួកអស់នេះកន្លងមកប៉ុន្តែទ្រាំអត់បានពេកទ្រាំអត់បានវាផ្សាយនៅព័ត៌មានមិនពិតនិងព័ត៌មានញុះញង់ជាច្រើនហូរហែសូម្បីតែពួកមួយចំនួនគ្មានទួនាទីអីនៅក្នុងជួររដ្ឋាភិបាលទេប៉ុន្តែបំផោងនិយាយស្រែកលោឡាក្អេងក្អាងសម្បើមអញ្ចឹងគួរតែត្រឡប់មករកភាពត្រឹមត្រូវវិញបើអួតថាប្រទេសខ្លួនជាប្រទេសថ្លៃថ្នូរមែនប៉ុន្តែទង្វើដែលធ្វើទាំងអស់នេះថោកទាបអញ្ចឹងប្រទេសថៃតាំងពីដូរសៀមមកខ្លាយជាថៃនេះមើលទៅថោកទាបសម្បើមខ្ញុំមើលទៅអត់ឃើញកន្លែងណាដែលល្អប្រសើរសោះអញ្ចឹងគួរតែនិយាយនៅអ្វីដែលមានតល័យកច្បាស់លាស់ឬក៏អ្វីដែលមានផុសតាងច្បាស់លាស់មកកុំឲ្យចេះតែនិយាយប៉ាណាជាពិសេសផ្ដាំទៅណាអាម៉ាស៊ីមួយឈ្មោះអារាំងស៊ីអាឧត្តមសេនីយ៍ឯករាំងស៊ីប្រធានបកសេដ្ឋកិច្ចរបស់ថៃលេខរៀងទី13ណាអានោះលេខរៀងទី11ណាអានោះប្រហើនប្រើពាក្យប្រហើនខណៈពេលដែលកម្ពុជាដែលធ្វើវាសោះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូបខ្ញុំឈឺចាប់នៅសម្ដី
ដល់ប្រហើនរបស់វានេះបើថាដូចមុនវិញសឹងតែខ្ជិលនិយាយពីអាស្រួសមួយចំនួនវាសង្ឃឹមថាយកកម្ពុជាធ្វើជាចំណាត់ស្មារតីនេះវាបានទទួលអាសនៈនៅក្នុងការបោះឆ្នោតថ្ងៃ8កុម្ភៈខាងមុខនេះខ្ញុំចង់ទៅដាក់ទំនាយវាឲ្យគ្មានបានសុំបីតែមកកៅអីអារាំងស៊ីហ្នឹងនឹងអារាំងស៊ីអាប្រធានបកសេដ្ឋកិច្ចអាកទឿហ្នឹងយើងប្រយ័ត្នតិចនេះខ្ញុំចង់ផ្ដាំតែប៉ុណ្្នឹងប៉ុន្តែអ្វីដែលសំខាន់សូមឲ្យជនរួមជាតិយើងជាពលរដ្ឋកម្ពុជាយើងជឿជាក់នៅលើឋានៈដឹកនាំដូចខ្ញុំបាននិយាយកន្លងមកអញ្ចឹងអាដាក់បលាលួសហ្នឹងស្រួលណាស់ហើយអស់សប្បាយណាស់ហើយប៉ុន្តែនៅពេលដែលដកទៅវិញបានហើយអាម៉ាស់ប៉ុណ្ណាអាម៉ាស់ជនរួមជាតិរបស់ឯងអាម៉ាស់ប្រជាពលរដ្ឋទូទាំងសកលលោកនឹងអាម៉ាស់អន្តរជាតិនៅពេលដែលសៀមដកបលាលួសចេញដូចជំនាន់វាពាត់បលាលួសនៅជុំវិញព្រះវិហារអញ្ចឹងប៉ុន្តែព្រះបរមរតនកោដ្ឋយើងសម្ដេចតាបិតាសន្តិភាពជាតិយើងគាត់ឲ្យសៀមរើដោយសេចក្តីអាម៉ាស់ខ្ញុំជឿថាសម័យនេះសម្ដេចតេជោនិងសម្ដេចទឹកប្តីនៅតែធ្វើឲ្យសៀមរងនៅការអាម៉ាស់ដដែលជាដដែលអញ្ចឹងអ្វីដែលខ្ញុំលើកឡើងមកនេះគឺសូមទាវនាវដល់ជនរួមជាតិកុំព្យាយាមក្នុងការដែលថតបង្ហោះនៅការងារមួយចំនួនពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិរបស់យើងកុំឲ្យពួកអានោះវាគ្រាន់តែឃើញ Facebook វាយកទៅផ្សាយវាបំផោងគ្រាន់តែឃើញរូបតាំងពីជំនាន់ណាយកទៅផ្សាយយកទៅបំផោងហើយមានអាពួកបោះដ្រូនអាកាន់ចំខ្លាំងនេះអានេះវាថាវាមានរូបភាពច្រើនណាស់ពីលើមេឃវាបោះដ្រូនមានរូបច្រើនណាស់ពាក់ព័ន្ធvớiខាងកម្ពុជាអញ្ចឹងអានេះក៏ទង្វើខុសច្បាប់ដែរណាអញ្ចឹងស្រួលបួនបន្តិចអ្វីដែលខ្ញុំលើកឡើងមានប៉ុណ្ណឹងមានអ្វីបន្ថែមខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនជាទីគោរពតទៀតគណៈពេលនេះសូមអរគុណ